Ca bị du lông na từ hơi, mi nị tì mùi, đầm nà thà, miền cua xa mùi, miền sạ mà chật pì nẹ, đại miền vây cha cho riêng na từ hơi, ru các bài phun mùi, vụ qua tầng pì,ประกอบ một robot chỉ nẹ cặp ở lụa, đầm bơi trên châm chỉ vật. Ngày mùi, ta cha ban chiên cho từ cặp ở nông prey đôi thô mà đà, đôi ca nuôi hot ở cầm lăng pê, cọt các ban cho từ sầm rạ cào đám chờ mùi, các bài trường phun nụ, hai cọt, có khơi tật mùi thà lục, thà chỏng. ដោយការស្រែកទឹកផងគាត់ក៏លុតជង្គង់អោនយកដៃក្បងទឹកនោះយកមកទទួលទានដោយក្តីត្រេកអរបន្ទាប់ពីទទួលទានរួចគាត់ក៏បានឃើញស្រមោលក្មេងម្នាក់ទៀតឆ្លុះនៅក្នុងទឹកនោះក៏ប៉ុន្តែក្មេងនោះគឺក្មេងជាងគាត់សង្ស័យរួចក៏ងាកមើលជុំវិញខ្លួនក្រែងមានអ្នកផ្សេងតែពុំឃើញមាននរណាម្នាក់គាត់ក៏និយាយម្នាក់ឯងថាមកដល់ឆ្នាំនេះទៅហើយអាត្មាអញមានអាយុ45ទៅហើយ cho hai đại vây co sò mò lên trong tực nì mấy cọc mì mà lẽ để cho mơ mà đòn tì từ mơ cái lọ bánh mình nên việc sò vàng này mơ mình cho ba pe con ao mơ mà đòn tì khơi rụt lên trong tực nú chiêm mà nuôi cầm lọ sang ha đo đài định mồn cọt co sải đôi phim sờ bài chật ất cày lên nè cầm lọ lên trong tực nú cà phật cứ chỉ được anh mến bên ní anh khai tới chỉ trả tới cái mình hơi ha 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 sờ bài chật khăng đặc nhung បន្ទាប់ពីគាត់ធ្វើដំណើរត្រឡប់ទៅផ្ទះវិញក៏សួរទៅបរិះកំឡោះក្មេងដែលជាប្តីថាម្លាយអ្នកកំឡោះរូបស្អាតតើទៅណាមកណាដែរទៅដល់ផ្ទះយាយដូចនេះហើយមានការអ្វីដែរចៅប្រុសខ្ញុំទេតើយាយមើលខ្ញុំមិនស្គាល់ទេអីក្រោយពីតាបានឆ្លើយតបដូចនេះយាយជាប្រពន្ធក៏ចំណាំបានតាមរយៈសំឡេងក្បត់សំឡេងនៅដដែល គ្រាន់តែប្រែរូបពីចាស់មកក្មេងតែប៉ុណ្ណោះក្រោយមកយាយបានសាកសួរសពគ្រប់អំពីហេតុការណ៍នោះតាជាប្តីបាននេះរៀបរាប់ប្រាប់តាមដំណើររឿងពេលយាយបានដំណឹងហើយគាត់និយាយថាតាអើយពេលនេះតាប្រែជាចាស់មកក្មេងស្អាតសង្ហាណាខ្ញុំក៏ចង់ខ្លាយពីចាស់ទៅជាក្មេងដូចតាដែរបើមិនដូចនេះទេខ្ញុំនេះជាប្រពន្ធមានវ័យចាស់ជរា មិនសមជាមួយនឹងអ្នកតាឡើយដោយហេតុតែតាកំឡោះនោះគាត់គឺជាមនុស្សប្រុសចិត្តនឹងមិនចេះប្រែប្រួលចង់បានប្រពន្ធស្អាតប្រែពីចាស់មកក្មេងវិញដូចគាត់ដែរគាត់ក៏ប្រាប់ពីប្រភពទឹកប្រែរូបនោះដល់ប្រពន្ធឥតលាក់លៀមរួចវាចាថាយាយអើយចូលយាយធ្វើដំណើរទៅក្បែរជើងភ្នំនោះទៅនឹងបានឃើញទឹកមួយថ្លុកថ្លាឆ្វេងស្ថិតនៅក្នុងទឹកជ្រោះចម្លែកនោះហើយ យាយដើរទៅដំបងបាត់ស្ដាំទៅមុខបន្តិចបត់ឆ្វេងរួចបត់ស្ដាំនឹងបានដល់ហើយណាចាខ្ញុំទៅហើយណាបើបាត់ខ្ញុំយូរកុំភ្លេចទៅតាមខ្ញុំផងព្រោះខ្ញុំមិនសូវច្បាស់ទេខ្ញុំខ្លាចវែងផ្លូវរកផ្លូវមកផ្ទះវិញមិនឃើញណាថារួចយាយចាស់ជរាក៏ប្រញាប់ប្រញាល់ដើរទៅរូតរះ ចូលទៅក្នុងព្រៃដើម្បីស្វែងរកប្រភពទឹកប្រែរូបនោះពេលទៅដល់បានឃើញទឹកនោះហើយយាយចាស់ជរាក៏លុតជង្គង់អោនផឹកទឹកដោយប្តីបានប្រាប់មកផឹកលើកទី1យាយចាស់ជរានោះក៏ប្រែក្លាយទៅជាស្រីក្រមុំដែលមានរូបរាងស្អាតបាតដោយបវរកញ្ញាតែដោយយាយចាស់ជរានោះគាត់ចង់បានក្មេងជាងនេះបន្តិចគាត់ក៏ផឹកទៀតលើកទី2ស្រាប់តែប្រែរូបមួយរំពេច រូបស្រីក្រមុំក្មេងបានវិវត្តទៅជាកុមារីដោយអាយុ 5 ឆ្នាំអង្គុយយំក្បែរមាត់ស្ទឹងនោះដោយបាត់ប្រពន្ធយូរតាប្រែរូបក៏ធ្វើដំណើរតាមរកប្រពន្ធដើរបណ្ដាលភ្នែកសម្លឹងរកប្រពន្ធបណ្ដាលហើយនិយាយតែម្នាក់ឯងថាហេតុអ្វីបានជាយូរម្លេះតិចស្អាតក្មេងជាងមុនទៅចោលឯងបាត់ទៅមិនយូរប៉ុន្មានតាកំឡោះបានដើរទៅដល់កន្លែងទឹកប្រែរូបនោះគូឲ្យភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារតែតាឃើញប្រពន្ធរបស់គាត់ខ្លាចទៅជាកុមារីអាយុ 5 ឆ្នាំទៅវិញពេលនោះគាត់ក៏លន់មកថាពុទ្ធោយាយប្រពន្ធសម្លាញ់ហេតុអ្វីក៏ប្រែខ្លាយទៅជាកុមារីតូចបែបនេះទៅវិញ